ក្រសួងការបរទេសណែនាំដល់ពលរដ្ឋខ្មែរជៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុតជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីននឹងចំណាយពេល4ថ្ងៃក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិននៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើការណែនាំដល់ពលរដ្ឋខ្មែរជៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុតនេះបើយោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី22ខែមិថុនាឆ្នាំ2025តាមអ្នកនាំពាក្យខាងលើបានបញ្ជាក់ថាការជូនដំណឹងនេះបានធ្វើឡើងដោយផ្អែកលើស្ថានភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយគ្នានោះក្រសួងក៏បានណែនាំដល់ពលរដ្ឋនិងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃប្រុងប្រយ័ត្នខ្ពស់យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឲ្យបានជាប់លាប់និងជៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានាដូចជាការប្រមូលផ្ដុំធ្វើបាតកម្មគ្រប់ប្រភេទតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក្នុងករណីប្រជាពលរដ្ឋនិងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់សូមតាក់ទងស្ថានទូតឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃតាមរយៈលេខទូរស័ព្ទខាងក្រោម1ស្ថានទូតកម្ពុជានៅទីក្រុងបាងកកផ្នែកកុងស៊ុល02 957 58 51 092 805 0561ផ្នែកអនុព័ន្ធការងារ083 545 77 88 092 299 0133 2ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវផ្នែកកុងស៊ុល062 089 89 18ផ្នែកអនុព័ន្ធការងារ080 810 5505ជាបន្តនាងខ្ញុំសូមជូនព័ត៌មានអន្តរជាតិជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត GTRK ថាដំណើរទស្សនកិច្ចនៅបរទេសរយៈពេលជាច្រើនថ្ងៃរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីគឺកម្រមានណាស់ដោយលោកនឹងចំណាយពេលរយៈពេល4ថ្ងៃនៅក្នុងប្រទេសចិននេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS លោកបានបន្តថាដំណើរទស្សនកិច្ចនេះពិតជាមានរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី31ខែសីហាដល់ថ្ងៃទី3ខែកញ្ញាមានព្រឹត្តិការណ៍ជាច្រើនដែលបានគ្រោងទុកនៅទីនោះលោកបានបន្ថែមថាដំណើរទស្សនកិច្ចដ៏យូរបែបនេះគឺវាកម្រនឹងមានខ្លាំងណាស់លោកជំនួយការរូបនេះបានឲ្យដឹងទៀតថាលោកពូទីននិងសមាភិកីចិនលោកស៊ីជីនពីងបានយល់ព្រមជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូល SCO Shanghai Cooperation Organization ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី31ខែសីហាដល់ថ្ងៃទី1ខែកញ្ញាដោយមេដឹកនាំទាំងពីរនឹងចូលរួមក្នុងពិធីបុណ្យខួបលើកទី80នៃជ័យជំនះលើពួកសកម្មប្រយុទ្ធជប៉ុននិងការបញ្ចប់នៃសង្គ្រាមលោកលើកទី2នាងខ្ញុំថារីពីព័ត៌មានខ្លីៗនៃវិទ្យុជាតិខេត្តកណ្ដាល